បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការដំឡើងនៅ header និង footer header គឺជាផ្នែកក្បាលទំព័រនៅខាងលើនៃក្រដាសកិច្ចការរបស់បងប្អូននិង footer គឺជាផ្នែកខាងក្រោមនៃក្រដាសកិច្ចការរបស់បងប្អូនអញ្ចឹងបងប្អូនអញ្ជើញចាប់ផ្ដើមទាំងអស់គ្នាបាទដំបូងបងប្អូនចូលទៅកាន់ក្រដាសកិច្ចការរបស់បងប្អូនបន្ទាប់មកបងប្អូនចូលទៅកាន់ពាក្យថា insert បាទនៅក្នុង insert នោះយើងជ្រើសរើសយកពាក្យថា header គឺជាមានតួនាទីសម្រាប់ដាក់ក្បាលក្រដាសកិច្ចការឬសៀវភៅរបស់បងប្អូនបាទនៅពេលដែលបងប្អូនចុចទៅលើ header ហ្នឹងបងប្អូនអាចជ្រើសរើសដែលជាទម្រង់សរសេរនៅក្បាលសៀវភៅក្បាលលិខិតរបស់បងប្អូនប៉ុន្តែនៅក្នុងនោះវាមានសរសេរ3ទម្រង់បាទចំណែកខ្ញុំសាកល្បងខ្ញុំនឹងធ្វើការជ្រើសរើសយកប្រភេទ3បាទអញ្ចឹងខ្ញុំចាប់ផ្ដើមសរសេរទៅលើក្បាលលិខិតឬក៏ក្បាលក្រដាសកិច្ចការរបស់ខ្ញុំបាទឥឡូវខ្ញុំដាក់សរសេរថារបាយការណ៍ជាផ្នែកខាងឆ្វេងចំណែកឯកណ្ដាលខ្ញុំនឹងសរសេរពាក្យថាឆ្នាំខែបាទខែមីនានេះជាគ្រាន់តែជាឧទាហរណ៍របស់ខ្ញុំបាទទេដើម្បីកំណត់ការសរសេរនៅផ្នែកhead របស់នៅក្រដាសកិច្ចការបងប្អូនអញ្ចឹងផ្នែកខាងស្ដាំខ្ញុំសរសេរឆ្នាំ2015បាទបន្ទាប់ពីយើងសរសេរ header រួចបងប្អូននឹងទទួលបាន header ដែលមាន3ទម្រង់មានផ្នែកខាងឆ្វេងកណ្ដាលនិងខាងស្ដាំបន្ទាប់មកបងប្អូនចង់ប្ដូរ font នៅលើ header របស់បងប្អូនគ្រាន់តែ select លើក្បាលទាំងអស់ហ្នឹងបងប្អូនដូរបានបាទដូរទម្រង់អក្សរដែលបងប្អូនស្រឡាញ់ទៅមកទៀតខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ជ្រើសរើស footer គឺជាដាក់ផ្នែកខាងក្រោមនៃក្រដាសកិច្ចការរបស់បងប្អូនអញ្ចឹងបងប្អូនចូលទៅកាន់ footer យើងអាចជ្រើសរើសជាមួយផ្នែកពីរផ្នែកបានដោយក្នុងនេះខ្ញុំនឹងជ្រើសរើសយក2ផ្នែកនៅផ្នែកខាងក្រោមបាទអញ្ចឹងចូលទៅកាន់2ផ្នែកតទៅមកខ្ញុំចាប់ផ្ដើមសរសេរខ្ញុំសរសេរថាឆ្នាំសិក្សាតើពីបងប្អូនសរសេររួចហើយបងប្អូនអាចជ្រើសរើស font ដែលបងប្អូនស្រឡាញ់តែក្នុងនេះខ្ញុំជ្រើសរើសយកពាក្យថាខ្មែរមូលឡាយបន្ទាប់មកខ្ញុំសរសេរផ្នែកខាងស្ដាំដោយដាក់ថាយើងធ្វើនៅពេលបងប្អូនសរសេររួចរាល់បងប្អូនអាចផ្លាស់ប្ដូរទំហំទម្រង់អក្សរដែលបងប្អូនស្រឡាញ់ចំពោះ header និង footer បានបាទឥឡូវនេះយើងនឹងទទួលបានក្រដាសកិច្ចការមួយដែលមានជាលក្ខណៈអក្សរនៅផ្នែកខាងលើទម្រង់បាទឥឡូវយើងបានហើយដើម្បីទទួលបានវីដេអូថ្មីៗសូមបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងដូចខាងក្រោម